តយកសាច់គោសាច់ជ្រូកហើយនឹងសាច់មាន់ហើយមកឆាមួយម្ហៅភៅថ្ងៃនេះខ្ញុំយកពងទាមកឆាម្ហៅភៅម្ដងមុំហូបមុខនេះមកបញ្ចូលឆ្នាំវិញដឹងក៏ត្រូវចិត្តមកវីដេអូនេះទុកបងប្អូនអើយអត់ខកម្ដងទេហើយសម្រាប់គ្រឿងផ្សំវិញមានតែពងទា3គ្រាប់ហើយនឹងម្ហៅភៅម៉ាន់តិចចាប់ផ្ដើមមកជៀនពងទាមុនគេហើយពងទាយើងជៀនឲ្យក្រៀមមកល្មមមកបងប្អូនហើយពេលយើងជៀនណាយើងដាក់ខ្លាញ់ឲ្យច្រើនដូចខ្ញុំចឹងបងអាចយកពងមាន់មកធ្វើក៏បានដែរឥឡូវពងទាយើងឆ្អិនណាយើងចាប់ផ្ដើមដួសវាទុកម្ល៉េះសិនមកចាប់ផ្ដើមយកម្ទេសហើយនឹងខ្ទឹមសយើងដែលបានកិនណាយកមកឆាមកហើយយើងឆាវាតទៅវាឡើងក្រហមហើយឈ្ងុយបានយើងចាប់ផ្ដើមដាក់គ្រឿងចូលយើងមានដូចជាស្ករប៊ីចេងម្សៅស៊ុបហើយនឹងទឹកត្រីយើងដាក់មកសភាបាយបានហើយបន្តមកទៀតយើងដាក់ប្រេងខ្យងចូលប្រេងខ្យងយើងដាក់មកសភាបាយដែរយើងឆាវាឆាច្បល់ទៅច្បល់មកឲ្យវាចូលគ្រឿងគ្នាល្អហើយយើងចាក់ទឹកចូលបន្តិចមកហើយយើងបន្តកូរវាបន្តិចដែរមកហើយយើងទុកវាឲ្យឡើងពុះហើយយើងចាក់ពងទាយើងដែលបានជៀនមិញហ្នឹងចាក់ចូលយើងត្រឡប់ទៅត្រឡប់មកឲ្យពងទាយើងនេះចូលគ្រឿងគ្នាល្អហើយយើងទុកវាឲ្យពុះមកសន្ទុះសិនលើឆាចាប់ផ្ដើមឆ្អិនណាយើងដាក់ម្ហៅភៅចូលហើយយើងឆាវា2-3ត្រឡប់មកជាការស្រេចហើយបងប្អូនហើយសម្រាប់មុំហូបមុខនេះតរដាក់ម្ទេសច្រើនដូចខ្ញុំចឹងបានឆ្ងាញ់បងប្អូនខ្ញុំដាក់ខ្ទង់ប្រហែលជា10គ្រាប់បងប្អូនអត់ចូលចិត្តដាក់តែ5គ្រាប់អីបានលើឆាយើងរួចរាល់ហើយយើងចាប់ផ្ដើមដួសដាក់ចានមកហើយសម្រាប់រសជាតិវិញបងប្អូនឆ្ងាញ់ណាស់ហឹរជូរប្រៃផ្អែមហើយឡងតំណងហ្មងញ៉ាំមួយបាយទៀតរឹតតែជាតិទៀតសាក់ធ្វើញ៉ាំបងប្អូនអើយមកបញ្ចូលឆ្នាំមកដាច់លុយដាច់អីហ្នឹងគឺត្រូវម៉ាច់ហ្មងហើយសម្រាប់មុំហូបមុខនេះបងប្អូនអាចយកញ៉ាំមួយជាក៏បានដែរវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share វីដេអូបន្តយកសាច់គោសាច់ជ្រូកហើយនឹងសាច់មាន់ហើយមកឆាមួយម្ហៅភៅថ្ងៃនេះខ្ញុំយកពងទាមកឆាម្ហៅភៅម្ដងមុំហូបមុខនេះមកបញ្ចូលឆ្នាំវិញដឹងក៏ត្រូវចិត្តមកវីដេអូនេះទុកបងប្អូនអើយអត់ខកម្ដងទេហើយសម្រាប់គ្រឿងផ្សំវិញមានតែពងទា3គ្រាប់ហើយនឹងម្ហៅភៅម៉ាន់តិចចាប់ផ្ដើមមកជៀនពងទាមុនគេហើយពងទាយើងជៀនឲ្យក្រៀមមកល្មមមកបងប្អូនហើយពេលយើងជៀនណាយើងដាក់ខ្លាញ់ឲ្យច្រើនដូចខ្ញុំចឹងបងអាចយកពងមាន់មកធ្វើក៏បានដែរឥឡូវពងទាយើងឆ្អិនណាយើងចាប់ផ្ដើមដួសវាទុកម្ល៉េះសិនមកចាប់ផ្ដើមយកម្ទេសហើយនឹងខ្ទឹមសយើងដែលបានកិនណាយកមកឆាមកហើយយើងឆាវាតទៅវាឡើងក្រហមហើយឈ្ងុយបានយើងចាប់ផ្ដើមដាក់គ្រឿងចូលយើងមានដូចជាស្ករប៊ីចេងម្សៅស៊ុបហើយនឹងទឹកត្រីយើងដាក់មកសភាបាយបានហើយបន្តមកទៀតយើងដាក់ប្រេងខ្យងចូលប្រេងខ្យងយើងដាក់មកសភាបាយដែរយើងឆាវាឆាច្បល់ទៅច្បល់មកឲ្យវាចូលគ្រឿងគ្នាល្អហើយយើងចាក់ទឹកចូលបន្តិចមកហើយយើងបន្តកូរវាបន្តិចដែរមកហើយយើងទុកវាឲ្យឡើងពុះហើយយើងចាក់ពងទាយើងដែលបានជៀនមិញហ្នឹងចាក់ចូលយើងត្រឡប់ទៅត្រឡប់មកឲ្យពងទាយើងនេះចូលគ្រឿងគ្នាល្អហើយយើងទុកវាឲ្យពុះមកសន្ទុះសិនលើឆាចាប់ផ្ដើមឆ្អិនណាយើងដាក់ម្ហៅភៅចូលហើយយើងឆាវា2-3ត្រឡប់មកជាការស្រេចហើយបងប្អូនហើយសម្រាប់មុំហូបមុខនេះតរដាក់ម្ទេសច្រើនដូចខ្ញុំចឹងបានឆ្ងាញ់បងប្អូនខ្ញុំដាក់ខ្ទង់ប្រហែលជា10គ្រាប់បងប្អូនអត់ចូលចិត្តដាក់តែ5គ្រាប់អីបានលើឆាយើងរួចរាល់ហើយយើងចាប់ផ្ដើមដួសដាក់ចានមកហើយសម្រាប់រសជាតិវិញបងប្អូនឆ្ងាញ់ណាស់ហឹរជូរប្រៃផ្អែមហើយឡងតំណងហ្មងញ៉ាំមួយបាយទៀតរឹតតែជាតិទៀតសាក់ធ្វើញ៉ាំបងប្អូនអើយមកបញ្ចូលឆ្នាំមកដាច់លុយដាច់អីហ្នឹងគឺត្រូវម៉ាច់ហ្មងហើយសម្រាប់មុំហូបមុខនេះបងប្អូនអាចយកញ៉ាំមួយជាក៏បានដែរវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share វីដេអូបន្តយកសាច់គោសាច់ជ្រូកហើយនឹងសាច់មាន់ហើយមកឆាមួយម្ហៅភៅថ្ងៃនេះខ្ញុំយកពងទាមកឆាម្ហៅភៅម្ដងមុំហូបមុខនេះមកបញ្ចូលឆ្នាំវិញដឹងក៏ត្រូវចិត្តមកវីដេអូនេះទុកបងប្អូនអើយអត់ខកម្ដងទេហើយសម្រាប់គ្រឿងផ្សំវិញមានតែពងទា3គ្រាប់ហើយនឹងម្ហៅភៅម៉ាន់តិចចាប់ផ្ដើមមកជៀនពងទាមុនគេហើយពងទាយើងជៀនឲ្យក្រៀមមកល្មមមកបងប្អូនហើយពេលយើងជៀនណាយើងដាក់ខ្លាញ់ឲ្យច្រើនដូចខ្ញុំចឹងបងអាចយកពងមាន់មកធ្វើក៏បានដែរឥឡូវពងទាយើងឆ្អិនណាយើងចាប់ផ្ដើមដួសវាទុកម្ល៉េះសិនមកចាប់ផ្ដើមយកម្ទេសហើយនឹងខ្ទឹមសយើងដែលបានកិនណាយកមកឆាមកហើយយើងឆាវាតទៅវាឡើងក្រហមហើយឈ្ងុយបានយើងចាប់ផ្ដើមដាក់គ្រឿងចូលយើងមានដូចជាស្ករប៊ីចេងម្សៅស៊ុបហើយនឹងទឹកត្រីយើងដាក់មកសភាបាយបានហើយបន្តមកទៀតយើងដាក់ប្រេងខ្យងចូលប្រេងខ្យងយើងដាក់មកសភាបាយដែរយើងឆាវាឆាច្បល់ទៅច្បល់មកឲ្យវាចូលគ្រឿងគ្នាល្អហើយយើងចាក់ទឹកចូលបន្តិចមកហើយយើងបន្តកូរវាបន្តិចដែរមកហើយយើងទុកវាឲ្យឡើងពុះហើយយើងចាក់ពងទាយើងដែលបានជៀនមិញហ្នឹងចាក់ចូលយើងត្រឡប់ទៅត្រឡប់មកឲ្យពងទាយើងនេះចូលគ្រឿងគ្នាល្អហើយយើងទុកវាឲ្យពុះមកសន្ទុះសិនលើឆាចាប់ផ្ដើមឆ្អិនណាយើងដាក់ម្ហៅភៅចូលហើយយើងឆាវា2-3ត្រឡប់មកជាការស្រេចហើយបងប្អូនហើយសម្រាប់មុំហូបមុខនេះតរដាក់ម្ទេសច្រើនដូចខ្ញុំចឹងបានឆ្ងាញ់បងប្អូនខ្ញុំដាក់ខ្ទង់ប្រហែលជា10គ្រាប់បងប្អូនអត់ចូលចិត្តដាក់តែ5គ្រាប់អីបានលើឆាយើងរួចរាល់ហើយយើងចាប់ផ្ដើមដួសដាក់ចានមកហើយសម្រាប់រសជាតិវិញបងប្អូនឆ្ងាញ់ណាស់ហឹរជូរប្រៃផ្អែមហើយឡងតំណងហ្មងញ៉ាំមួយបាយទៀតរឹតតែជាតិទៀតសាក់ធ្វើញ៉ាំបងប្អូនអើយមកបញ្ចូលឆ្នាំមកដាច់លុយដាច់អីហ្នឹងគឺត្រូវម៉ាច់ហ្មងហើយសម្រាប់មុំហូបមុខនេះបងប្អូនអាចយកញ៉ាំមួយជាក៏បានដែរវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងកុំភ្លេចជួយ like ជួយ share វីដេអូ